ភាពវឹកវរបានផ្ទុះឡើងនៅខាងក្រៅតុលាការសហព័ន្ធញូវយ៉កកាលពីថ្ងៃច័ន្ទគណៈដែលអតីតប្រធានាធិបតីវេណេស៊ុយឡាលោកនីស្កូឡាស់ម៉ាដូរ៉ូបានឈរនៅចំពោះមុខចៅក្រមអាមេរិកដើម្បីប្រឈមមុខទៅនឹងការចោទប្រកាន់ធ្ងន់ធ្ងរដែលអាចដាក់ពន្ធនាគាររូបលោកអស់មួយជីវិតការបដិសេធនៅក្នុងតុលាការនៅក្នុងសវនកម្មលោកម៉ាដូរ៉ូដែលមានវ័យ63ឆ្នាំបានថ្លែងការពីខ្លួនតាមរយៈអ្នកបកប្រែយ៉ាងដូចនេះថាខ្ញុំគ្មានទោសទេខ្ញុំជាមនុស្សសមរម្យខ្ញុំនៅតែជាប្រធានាធិបតីស្របច្បាប់នៃប្រទេសរបស់ខ្ញុំទោះជាយ៉ាងណាក៏ដោយចៅក្រមបានកាត់ផ្តាច់សម្ដីរបស់លោកភ្លាមលោកម៉ាដូរ៉ូបានប្រឈមមុខទៅនឹងបទចោទប្រកាន់ព្រហ្មទណ្ឌចំនួន4រួមមានការខុបខិតភាវរកម្មគ្រឿងញៀនការនាំចូលកូកាអ៊ីនការកាន់កាប់កាំភ្លើងយន្តនិងឧបករណ៍បំផ្ទុះចំណែកភរិយារបស់លោកគឺលោកស្រី Celia Flores បានធ្វើការបដិសេធរាល់ការចោទប្រកាន់ស្រដៀងគ្នានេះផងដែរតុលាការបានកំណត់ការបដិឆេទសវនកម្មបន្ទាប់នៅថ្ងៃទី17ខែមិនិនាការចោទប្រកាន់ពីការប្រើប្រាស់អំណាចរដ្ឋសម្រាប់គ្រឿងញៀនព្រះរាជអាជ្ញាអាមេរិកបានចោទប្រកាន់ថាលោកម៉ាដូរ៉ូបានប្រើប្រាស់តំណែងជាប្រធានាធិបតីដើម្បីដឹកនាំផ្លូវជួញដូរកូកាអ៊ីនដែលប្រើប្រាស់នៅកម្លាំងយោធាការពារការដឹកជញ្ជូននិងផ្ដល់ជម្រកដល់ក្រុមជួញដូរគ្រឿងញៀនលោកម៉ាដូរ៉ូបានធ្វើការបដិសេធដោយអះអាងថានេះគឺជាល្បិចរបស់អាមេរិកដើម្បីចូលមកគ្រប់គ្រងធនធានប្រេងដ៏សម្បូរបែបរបស់វេណេស៊ុយឡាតែប៉ុណ្ណោះប្រតិកម្មពីសហគមន៍អន្តរជាតិនិងអង្គការសហប្រជាជាតិនៅថ្ងៃច័ន្ទដដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចពិភាក្សាយ៉ាងក្តៅគគុកប្រទេសរុស្ស៊ីចិននិងសម្ព័ន្ធមិត្តឆ្វេងនិយមបានថ្កោលទោសយ៉ាងខ្លាំងចំពោះការឆ្មក់ចាប់ខ្លួនរបស់អាមេរិកឯកអគ្គរដ្ឋទូតវេណេស៊ុយឡាប្រចាំ UN គឺលោក Samuel Mongada បានធ្វើការព្រមានថាទង្វើនេះកំពុងបំផ្លាញបទកថាអន្តរជាតិនិងបើកទ្វារឲ្យពិភពលោកធ្លាក់នៅក្នុងភាពអសន្តិសុខដែលប្រទេសមានកម្លាំងយោធាខ្លាំងអាចប្រើប្រាស់កម្លាំងបាយសម្រាប់វាសនានយោបាយរបស់រដ្ឋដទៃស្ថានភាពផ្ទៃក្នុងនៅក្នុងវេណេស៊ុយឡាក្រោយពីមានការចាប់ខ្លួនលោកម៉ាដូរ៉ូប្រទេសវេណេស៊ុយឡាបានឈានទៅដល់ដំណាក់កាលការផ្លាស់ប្ដូរអំណាចដោយនៅក្នុងនោះលោកស្រី Desi Rodriguez ដែលជាអនុប្រធានាធិបតីនិងជារដ្ឋមន្ត្រីប្រេងបានស្បត់ចូលកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្នជាផ្លូវការទោះបីជាយ៉ាងណាលោកស្រីបានថ្លែងនៅពាក្យគាំទ្រទៅកាន់លោកម៉ាដូរ៉ូក៏ដោយប៉ុន្តែគេនៅមិនទាន់ឃើញមានសញ្ញាណាមួយដែលលោកស្រីនឹងប្រើកម្លាំងប្រឆាំងទៅនឹងសហរដ្ឋអាមេរិកវិញនោះទេទន្ទឹមនឹងនេះរដ្ឋាភិបាលថ្មីនៅទីក្រុងការ៉ាកាសបានចេញបញ្ជាបន្ទាន់ឲ្យប៉ូលីសតាមចាប់ខ្លួនអ្នកណាដែលបានចេញមុខគាំទ្រប្រតិបត្តិការវាយឆ្មក់របស់សហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍កន្លងទៅពិភពលោកកំពុងតាមដានយ៉ាងដិតដល់ថាតើការកាត់ទោសមេដឹកនាំរដ្ឋនៅបរទេសនៅលើទឹកដីអាមេរិកនេះនឹងបង្កើតឲ្យមានការផ្លាស់ប្ដូរភូមិសាស្ត្រនយោបាយយ៉ាងណានៅក្នុងតំបន់អាមេរិកឡាទីននិងទំនាក់ទំនងអន្តរជាតិ